មុនពេលដែលខ្ញុំសូល model ខ្ញុំចង់ឲ្យយើងមើល model សិនតើផ្នែក model ខ្ញុំជាប្រភេទផ្នែកមិនមានកលៈភ្នែកក៏អត់អូខេភ្នែកគាត់ទូចក៏ធំភ្នែកគាត់បើនិយាយពីវែងអត់វែងហើយត្រូវអត់អូខេអញ្ចឹងបើនិយាយពីទម្រង់ភ្នែកបែបនេះគេហៅថាភ្នែកដែលស្អាតហើយមានន័យថាភ្នែកគេនេះស្អាត 50% បាត់ហើយអញ្ចឹងបើយើងធ្វើគឺយើងថែមតែជំនាញយើង 50% ទៀតឬមកក៏តស្ដាងក៏ឃើញស្អាតដែរតែឧទាហរណ៍ដូចម៉ូតយើងនិយាយភ្នែកមិនសមដូចភ្នែកបងដែលអត់ទាន់មានកលៈអញ្ចឹងពេលដែលភ្នែកគាត់ឧទាហរណ៍គាត់ឃើញគេតមកអញ្ចឹងដល់ពេលគាត់ចង់ឲ្យដូចគេដែរបានអត់ដូចគេអត់វាអត់ដូចទេត្រូវអត់ព្រោះមូលដ្ឋានមានថា base នៃភ្នែកនឹងម្នាក់ខុសគ្នាអញ្ចឹងដូចភ្នែកគាត់អញ្ចឹងបើយើងនិយាយពីម៉ូតទាំង6យើងអាចតម៉ូតមួយណាគាត់បានម៉ូតណាក៏បានត្រូវអត់មានន័យថា doll eye cat eye foxy style sunflower អីគេទៀត star look អីគេទៀតមួយទៀតម៉ូតអីគេមើលផើមើលកំប្រុកហ្នឹងមានន័យថា6ម៉ូតហ្នឹងយើងតបានទាំងអស់ម៉ូតមួយណាក៏យើងតបានដែរអញ្ចឹងធ្វើម៉េចយើងអាចដឹងថាយើងតម៉ូតមួយណាគាត់ស្រឡាញ់នឹងសួរគាត់ថាអត់យើងអាចមានរូបភាពយើងអាចមានការ consult តិចតួចតើហុំភ្នែកគាត់អាចតម៉ូតនឹងបានអត់ហុំភ្នែកគាត់ធំអត់បើយើងដាក់លេខវែងអូខេអត់គឺមានន័យថាត្រូវសួរគាត់ consult គេហៅថារបៀបនៅក្នុងការនិយាយមួយភ្ញៀវមុនពេលត